កំពុងតែដេកនៅលើក្រែតាមម្នាក់ឯងសក់ស្រាប់តែមានមនុស្សស្រីពូធំម្នាក់ដើរចូលក្នុងបន្ទប់របស់គាត់ដូចចាប់ផ្ដើមផ្ដួលខ្លួនដេកនៅចំពីមុខគាត់នឹងតែម្ដងទាំងអស់គ្នាពេលដែលផ្ដួលខ្លួនដេកនៅលើអត់ហ្នឹងមនុស្សស្រីពូធំម្នាក់នឹងបញ្ឈរជង្គង់ទាំងសងខាងហើយសាច់លឺថាឈឺពោះខ្លាំងណាស់ស្រាប់តែពេលហ្នឹងគឺមានឈាមឆ្លានខ្លាំងមែនតើហូរចេញពីទ្វារមាសរបស់មនុស្សស្រីម្នាក់ហ្នឹងហើយឈាមដែលហូរចេញមកហ្នឹងគឺមានសភាពពណ៌ខៀវលាយខ្មៅហើយក៏មានឆ្លឹងមានតកៅវាចេញពីក្នុងនឹងដែរទាំងអស់គ្នាសភាពចេញមកគាត់ថាវាគួរឲ្យខ្លាចនិងគួរឲ្យខ្ពើមនឹងឯងចំពោះរឿងរ៉ាវដែលគាត់បានចែកម្លែកមកនេះគាត់នឹងឈ្មោះថាបងសិតប្រាប់ថារឿងរ៉ាវមួយនេះវាគឺជារឿងរ៉ាវដែលគាត់បានជួបប្រកបតែម្ដងកាលពីឆ្នាំ2022គាត់ថាពេលហ្នឹងគឺនៅម៉ោងប្រហែលជាខ្ទង់6ល្ងាចពេលដែលគាត់ចេញពីធ្វើការភ្លាមគាត់ក៏បានបាក់ឡានពីកន្លែងធ្វើការរបស់គាត់ត្រឡប់ទៅស្រុករបស់គាត់វិញនឹងឯងទាំងអស់គ្នាដោយសារតែអីម៉ាក់របស់គាត់តែមកថាមានការនៅពេលព្រលឹមឡើងអញ្ចឹងដោយសារតែគាត់ចង់ងើបទៅពីព្រឹកគាត់ក៏ទៅពីយប់តែម្ដងទៅអញ្ចឹងគាត់ថាពីពេញទៅស្រុករបស់គាត់ហ្នឹងគឺអាចថាជាប្រហែលជាខ្ទង់6 7ម៉ោងអីដែរវារឿងឆ្ងាយដែរអញ្ចឹងណាតាមដែលគាត់គិតគាត់ថាអាចដល់ខេត្តរបស់គាត់ដល់ទីរួមខេត្តឬក៏ដល់ផ្ទះរបស់គាត់ហ្នឹងគឺនៅម៉ោង2 ម៉ោង 3 ភ្លឺនឹងឯងទាំងអស់គ្នាអញ្ចឹងគាត់ក៏ជិះទៅគាត់ថាបើសិនជាគាត់ជិះម៉ូតូវិញគាត់ទៅទាំងយប់ទេគាត់តែព្រឹកមិនគាត់ទៅតែសាប់គាត់មានឡានខ្លួនឯងអញ្ចឹងណាទើបគាត់ត្រូវជិះឡានទៅតែម្នាក់ឯងអញ្ចឹងទៅអញ្ចឹងពេលដែលគាត់ជិះទៅទាំងអស់គ្នាគាត់ថាតាមផ្លូវគឺធម្មតាទេពីពេញទៅរហូតដល់ជិះបានពាក់កណ្ដាលផ្លូវតាមផ្លូវហ្នឹងទាំងអស់គ្នាគាត់ថាចាប់តាមស្ងាត់ទៅហើយក៏ស្រាប់តែកង់ឡានរបស់គាត់ហ្នឹងនៅសុកផ្ទុះបែកមកទាំងអស់គ្នាតែសំណាងល្អកន្លែងផ្ទុះបែកហ្នឹងគឺវានៅចំដែលថាមានផ្ទះគេខ្លះទៅហើយក៏មានទស្សនៈខ្លះអីខ្លះអញ្ចឹងទៅអញ្ចឹងពេលហ្នឹងគាត់ក៏រៀងធូរចិត្តវិញអញ្ចឹងដោយសារគាត់ថាចេះបើសិនជាកង់បែកចឹងហើយក៏មានតែទស្សនៈអញ្ចឹងទៅអញ្ចឹងក៏របៀបថាទៅកន្លែងទស្សនៈនៅចិត្តនៅជិនគេនេះទៅប្រាប់គេថាឡានគាត់មានបញ្ហាមានអីចឹងណាគេក៏ឲ្យកូនចៅរបស់គេនឹងមកជួយរុញឡានគាត់ហ្នឹងចូលទៅក្នុងទស្សនៈមួយហ្នឹងទុកនៅចំណតឡានរបស់គេចឹងទៅទស្សនៈមួយហ្នឹងគឺមានសភាពរាងចាស់ដែរទាំងគ្នាហើយក៏មានបុគ្គលិកអាចជាខ្ទង់3 ទៅ 4 នាក់ឯដែរប៉ុន្តែជាភេទទស្សនៈនៅតាមខេត្តរបៀបមិនខេត្តមានរមណីយដ្ឋានឬក៏មានកន្លែងដើរលេងអីទេអញ្ចឹងជារឿយទស្សនៈតាមគាត់ស្មានណាគាត់គិតថាមកយប់ចឹងអាចមានភ្ញៀវម្ដេចតែ2 ទៅ 3 នាក់អីចឹងទៅអញ្ចឹងគាត់ក៏មិនសូវច្រើនដែរបុគ្គលិកគេក៏មកជួយសោះដៃសោះជើងគ្នាអញ្ចឹងណារុញឡានរបស់គាត់ទៅដាក់នៅក្នុងចំណតដែលក្នុងចំណតចតរបស់ទស្សនៈរបស់គេហ្នឹងចតឡានរួចហ្នឹងគឺប្រហែលជាខ្ទង់មក10 យប់ហើយអញ្ចឹងគាត់ក៏ចាក់កក់បន្ទប់កៅអីចឹងណាអញ្ចឹងបន្ទប់ដែលគាត់ដេកគឺនៅជាន់ទី2គាត់ថាផ្លូវឡើងទៅបន្ទប់ទស្សនៈដែលគាត់ដេកហ្នឹងគឺរឿងស្ងាត់ទាំងអស់គ្នាហើយដូចគាត់គិតចឹងនៅក្នុងហ្នឹងគឺអាចថាមានភ្ញៀវប្រហែលជាខ្ទង់2 ទៅ 3 នាក់ឬក៏3 4នាក់អីចឹងទៅព្រោះអីគាត់ថាកន្លែងចតឡានហ្នឹងគឺមានឡានមួយម៉ូតូមួយហើយម៉ូតូហ្នឹងក៏មិនត្រឹមថាម៉ូតូរបស់បុគ្គលិកឬក៏ម៉ូតូរបស់ភ្ញៀវដែរគាត់ដឹងណាគាត់ចាប់ដល់ច្រើនទេអញ្ចឹងគាត់ក៏ឡើងទៅក្នុងបន្ទប់របស់គាត់ទៅបន្ទប់ដែលគាត់ដេកហ្នឹងគឺអាចថាមានសភាពរាងចាស់តែដូចនិយាយចឹងទាំងអស់គ្នាបន្ទប់ស្ថានទស្សនៈដែលគាត់ដេកហ្នឹងវាមិនមែនជាបន្ទប់បណ្ឌិតឬក៏របស់ប្រើប្រាស់ថ្មីគឺអត់ទេតុទូកៅអីគឺរៀងចាស់អីចឹងណាជាពិសេសគឺភ្លើងក្នុងបន្ទប់ហ្នឹងគឺមិនសូវជាភ្លឺប្រហែលទេគាត់ក៏ចាប់ដើមមួយទឹកមួយអីចឹងបែបដេកនៅក្រែចឹងណាហើយសារគាត់ដេកនៅក្នុងបន្ទប់តាមឯងផងគឺគាត់អត់ស្លៀកពាក់កៅអៅទេមួយទឹករួចជូតទឹកខ្លួនឲ្យស្អាតរួចក៏បាក់នៅសម្លៀកចាក់រួចដើរឡើងទៅលើក្រែដេកទាំងស្អាតហ្នឹងទៅអញ្ចឹងពេលហ្នឹងគាត់ក៏ដើរឡើងលើក្រែហ្នឹងហើយគាត់ចុចទូរស័ព្ទមើលបានថាជាខ្ទង់មកស្ទុះចូលមកប្រហែលខ្ទង់បាន10 យប់ភ្នែករបស់គាត់ក៏ទន់គាត់ក៏ដេកលក់ចឹងទៅទាំងអស់គ្នាគាត់ដេកលក់មកភាំងស្រាប់តែគាត់ភ្ញាក់បានខ្លួនឡើងហ្នឹងក៏ស្រាប់តែភ្នែករបស់គាត់នេះគឺគាត់ដេកជំភានខ្លួនចែកប្រែខ្លួនចឹងណាដេកប្រែខ្លួនទៅភ្លាមគាត់បានឃើញមនុស្សស្រីពោះធំម្នាក់ដើរចូលក្នុងបន្ទប់របស់គាត់ហើយមកឈរនៅពីមុខគាត់ឈរនៅលើអត់ពីមុខគាត់នឹងឯងទាំងគ្នាហើយអីដែលគាត់ឃើញហ្នឹងគាត់ថាគាត់ព្យាយាមបិទភ្នែកទៅងាកទៅណាងាកអត់ការទេគាត់ដូចត្រូវគេដាក់ស្កប់ចឹងឲ្យគាត់នៅស្ងៀមមើលចេះគាត់មើលទៅហ្មងគាត់មើលទៅមនុស្សស្រីម្នាក់ហ្នឹងពេលដែលមើលទៅគាត់ស្ដាប់តែមនុស្សស្រីពោះធំម្នាក់ហ្នឹងផ្ដួលខ្លួនដេកទៅលើអត់មិនត្រឹមតែផ្ដួលខ្លួនដេកទៅលើអត់ទេទាំងគ្នាគ្រប់សកម្មភាពគ្រប់អីទាំងអស់តែមនុស្សស្រីម្នាក់ហ្នឹងធ្វើហ្នឹងគឺគាត់បានឃើញដិតជាប់នៅក្នុងភ្នែករបស់គាត់ដល់សម្ងាយហ្នឹងឯងម្នាក់ស្រីម្នាក់ហ្នឹងដេកទៅលើអត់រួចក៏ចាប់តាមបញ្ឈរជង្គង់មនុស្សស្រីម្នាក់ហ្នឹងគឺពាក់រ៉ូបពណ៌សគឺត្រឹមវាថាត្រឹមកពួនជើងទាំងគ្នាហើយក៏វាថាផ្ដួលខ្លួនដេកចាប់បញ្ឈរវាបញ្ឈរឈ្មោះសងខាងដូចមនុស្សស្រីខាត់កូនចឹងហើយចាប់តាមស្រែឈឺពោះអូយស្រែឈឺពោះអូយប៉ុន្តែភ្នែកគឺសម្លឹងមើលមកគាត់ហើយគាត់ជឿជាក់ថាអីដែលគាត់ឃើញហ្នឹងណាម្នាក់ស្រីម្នាក់ហ្នឹងមិនមែនជាមនុស្សធម្មតាទេព្រោះគាត់ជឿនៅក្នុងបន្ទប់ហ្នឹងវាមិនជាបន្ទប់ទីពេទ្យវាជាបន្ទប់ទស្សនៈដែលគាត់ដេកហើយក៏មានពីណាគេចិញ្ចោបានដែរតែបែរជាមានមនុស្សស្រីមកបង្កើតកូនមុខគាត់ចឹងវិញចឹងគាត់ជឿជាក់ច្បាស់ថាមនុស្សស្រីម្នាក់ហ្នឹងគឺជាវិញ្ញាណនឹងឯងហើយគាត់ជឿជាក់បិទភ្នែកទាំងអស់គ្នាភ្នែករបស់គាត់គឺរឹងខ្លាំងមែនតើរឹងរបៀបថាដូចគេយកស្អីមកទល់ភ្នែកឲ្យបិទចឹងណាហើយសូម្បីតែផ្លែខ្លួនទៅផ្សេងគាត់កើតដែរដូចឲ្យគាត់មានថាគាត់ដេកមើលហេតុការណ៍មួយហ្នឹងចឹងណាគាត់ក៏ស្រឡឹងមើលទាំងអស់គ្នាតែបន្ទឹកភ្នែករបស់គាត់គឺហូរចេញមកហើយដោយសារគាត់ខ្លាចនឹងខ្លួនតែគាត់ធ្វើអត់កើតគាត់ដេកប្រែដៃគាត់ក្តាប់ជាប់រហូតហ្មងស្រឡឹងមើលមនុស្សស្រីម្នាក់ហ្នឹងក៏ចាប់តាមឈឺពោះឲ្យស្រែកខ្លាំងទៅក៏មានក្មេងហ្នឹងទាំងអស់គ្នាវាចេញពីក្នុងរ៉ូបរបស់មនុស្សស្រីម្នាក់ហ្នឹងវាចេញមកទាំងអស់គ្នាក្មេងម្នាក់ហ្នឹងណា
គាត់បានឃើញរូបរាងច្បាស់ស្បែករបស់វាគឺជ្រាវជ្រួញភ្នែករបស់វាឡើងក្រហមហើយពេលដែលវាច្បាស់វាសើចយកហើយមានឈាមហូរចេញពីក្នុងទ្វារមានរបស់មិនស្រីម្នាក់ហ្នឹងហើយឈាមដែលហូរចេញមកហ្នឹងបងប្អូនគឺជាប្រភេទឈាមលាយវាថាពណ៌ខៀវពណ៌អីចឹងណាទាំងនៅក្នុងបន្ទប់ហ្នឹងគឺភ្លើងដែលគាត់ប្រើពេលដេកហ្នឹងគឺភ្លើងពណ៌ពង្វាន់ទេតែគាត់អាចឃើញសភាពឈាមនឹងបានច្បាស់ថាឈាមនឹងគឺពណ៌ខៀវមានកតិចមានអីចេញមកតាមហ្នឹងទៀតដូចជាកើតិចឆ្លើងតិចស្អីតិចគឺវាល្ងងពេញនឹងឯងគាត់គាត់ថាគាត់ញ័រខ្លាំងណាញ័រខ្លាំងរហូតដល់គាត់គិតថាចឹងបើសិនជាទឹកដោះមិនអាចថ្លៃសូមជួយគាត់កិច្ចផុតពីគ្រោះលើកនឹងផងគាត់ក៏ព្យាយាមដូចថាសោតធំតិចតួចចឹងទៅរំលឹកគាត់ដល់ម្ដាយរបស់គាត់ចឹងទៅក៏សាប់តែគាត់ហ្នឹងណានិយាយថាកម្រាស់ខ្លួនបានពេលដែលគាត់កម្រាស់ខ្លួនបានភ្លាមអាហេតុការណ៍ដែលគាត់ឃើញមុនហ្នឹងគឺលេងទៅអស់លេងអត់មានឃើញអីទេគាត់ក៏ក្រោកពីលើក្រែគាត់ព្យាយាមធ្វើខ្លួនស្ងប់ទាំងអស់គ្នាធ្វើខ្លួនស្ងប់ខ្លាំងមែនតើតែពេលហ្នឹងមកពីតាប់ជប់ណាគាត់ធ្វើខ្លួនស្ងប់ខ្លាំងអញ្ចឹងទៅគាត់រៀបចំខ្លួនរៀបចំអីពាក់ខាពាក់អីអញ្ចឹងទៅគាត់ដើរចេញពីក្នុងបន្ទប់ហ្នឹងអត់បញ្ញាពីទាំងអស់គ្នាគាត់ដើរចេញមួយគាត់អត់ព្យាយាមធ្វើខ្លួនឲ្យចេញមកខ្លាចអីទេគាត់ថាចេះពពួកអស់ហ្នឹងបើសិនជាគាត់កាន់ធ្វើខ្លួនខ្លាចវានឹងកាន់តែធ្វើបាបគាត់លងបន្លាចគាត់អញ្ចឹងទៅគាត់ព្យាយាមធ្វើធម្មតាស្លៀកពាក់មួយរួចក៏ដើរចុះពីទស្សនៈវិញពេលដែលគាត់ដើរចុះមកវិញក៏បងស្រីម្នាក់ដែរដែលគាត់កោដល់ទាំងអស់គ្នាក្បាលចេញពីក្នុងបន្ទប់គាត់ថាចាហើយទៅវិញឯមែនសួរគាត់ចឹងណាចឹងគាត់ងាកមើលទីគាត់ក៏ដើរចុះទៅវិញចឹងទៅចឹងគាត់ក៏ដើរចុះទៅខាងក្រោមក៏ឃើញបុគ្គលិកគេនេះកំពុងតែដេកនៅលើប៉ាអ៊ីចឹងណាគាត់ក៏ទៅអង្គុយលើកៅអីចិត្តហ្នឹងអាកន្លែងចិត្តកន្លែងគេចិត្តកន្លែងគេទទួលភ្ញៀវគឺមានកៅអីអង្គុយគាត់ក៏មកអង្គុយពេលគាត់កំពុងអង្គុយហ្នឹងណាគាត់ព្យាយាមនិយាយទាំងអស់សូម្បីតែហេតុការណ៍គាត់ជួបគាត់និយាយដែរប៉ុន្តែប្រហែលជាបុគ្គលិកអ្នកហ្នឹងគាត់ដឹងគាត់អីចឹងណាគាត់ក៏ដើរចេញពីកន្លែងដែលគាត់កំពុងដេកនេះធម្មតាអាកន្លែងកាត់លុយគេមានប៉ាអ៊ីមួយចឹងណាគឺគេសម្រាប់ដេកចឹងគាត់ក្រាបចេញពីកន្លែងហ្នឹងមករួចក៏វាថាចូលទឹកឲ្យគាត់មកដបក៏ផាប់ណាម្ដងចឹងទៅក៏មកអង្គុយជិះគាត់សួរថាបងឯងជួបមែនចឹងគាត់នឹងគាត់ពេលគេសួរចឹងគាត់ក៏និយាយថាជួបមុនគាត់កម្រាស់ខ្លួនកើតទេគាត់កម្រាស់ខ្លួនកើតទេហើយបុគ្គលិកម្នាក់ហ្នឹងណាគាត់ក៏និយាយថាមើលឆ្វេងស្ដាំទៅរួចគាត់ងាកមកអង្គុយចិត្តខាត់មកអង្គុយចិត្តរួចប្រាប់ថាចាបងកន្លែងហ្នឹងពីមុនមកគឺជាពេទ្យទេពេទ្យឯកជនអញ្ចឹងណាពេទ្យឯកជនពេទ្យអីចឹងទៅតែដោយសារផុតកុងត្រាទៅគេក៏រើចេញបាត់គេក៏ដូរទស្សនៈវិញអញ្ចឹងណាទាំងដែលពេទ្យហ្នឹងធម្មតាកន្លែងពេទ្យអីចឹងគឺជាផុតទៅពីមានមនុស្សស្លាប់នៅក្នុងនោះអីចឹងទៅហើយគាត់ថាបន្ទប់ដែលបងឯងដេកហ្នឹងអាចជាបន្ទប់បងស្រីមួយដែលគាត់កើតគាត់ចេញឲ្យស្លាប់នៅក្នុងបន្ទប់ហ្នឹងឯងហ្នឹងឯងបងប្រាប់ឈុនអញ្ចឹងណាគាត់ក៏ថាអូនឯងបងដេកហ្នឹងគាត់ថាបងបន្ទប់នឹងហ្នឹងណាកន្លែងណាក៏និយាយថាមានដែរបើថាដេកណាក៏មានដែរគាត់វាខុសគ្នាអញ្ចឹងទៅតែបងឯងសំណាងជួបបងស្រីម្នាក់ហ្នឹងគាត់គ្រាន់តែមកបង្កើតកូនឲ្យឃើញបើជួបតាមម្នាក់នោះវិញណាបងអង្គុយស្កាត់បងឯងច្បាច់កបងឯងហ្មងគឺគាត់និយាយមកដូចធម្មតាទាំងអស់គ្នាតែគាត់ថាសំណាងទៀតជួបខ្មាច់ពោះធំមកបង្កើតកូនមកគាត់ហើយគាត់នឹងសំណាងទៀតគាត់ក៏និយាយបន្តទៀតថាបងអើយបន្ទប់ហ្នឹងខ្ញុំដាក់ឲ្យបងឯងតែគាត់ថាវាស្រាលជាងគេហើយវ័យបងសម្រាប់គាត់ចាត់ធ្វើបានពីណាគេទេគាត់គ្រាន់តែមកបង្កើតកូនឲ្យឃើញគាត់ធ្វើចឹងតែសូម្បីបុគ្គលិកដែលគាត់ធ្លាប់ទៅដេកនៅក្នុងបន្ទប់ហ្នឹងគាត់បានឃើញដែរទាំងអស់គ្នាអញ្ចឹងគាត់ថាផ្ទះស្នាក់មួយហ្នឹងនេះពីមុនមកគឺជារបៀបថាជាពេទ្យទេហើយដូចនិយាយចឹងទាំងអស់គ្នានៅក្នុងមន្ទីរពេទ្យតែមានរឿងជាចឹងកាត់ឡើងមនុស្សស្លាប់នៅអីចឹងទៅវិញ្ញាណខ្លះគាត់ទៅចាប់ចិត្តតាមវិញ្ញាណខ្លះទៀតទៅក៏អត់ទៅទេទាំងអស់គ្នាអានេះគឺជាអីដែលគាត់បានជួបប្រទេសគាត់ចែកលេខមកខ្ញុំមិនដឹងថាតើសំទិញនេះអ្នកទាំងអស់គ្នានៅទទួលបានអារម្មណ៍មិនខ្លះទេប៉ុន្តែសម្រាប់ខ្ញុំគឺពេលខ្ញុំស្ដាប់ហើយខ្ញុំមានអារម្មណ៍ថាខ្លាចទស្សនៈខ្លាំងតែនដោយសារអីយើងអត់បានដឹងទេថាតើប្រវត្តិទស្សនៈអស់ហ្នឹងពីមុនមកគឺជាកន្លែងអីគេអ្នកទាំងអស់គ្នារឿងចែកលេខមានតែប៉ុណ្្នឹងទេបើសិនអ្នកទាំងអស់គ្នាចែកលេខទេកុំភ្លេចឆាតមកក្នុងខាងអាជីពខ្ញុំផង